7អាចកំបាំងរបស់អ្នកមានចាសួស្តីចាពុកបាយបងប្អូនទាំងអស់គ្នានេះគឺចេញមកចាទេសភាព view ស្អាតណាអ្នកនរគ្នាចាអញ្ចឹងfresh ចារកខ្យល់អាកាសបន្តិចចាហើយខ្ញុំមកចែកលេងអ្នកនរគ្នាចាអំពីការពិតរបស់អាកំបាំងរបស់អ្នកមានណាគេមានចំណុចចា7ប៉ុន្តែមានចំណុចផ្សេងទៀតតែខ្ញុំសរុបមកចាខ្ញុំស្រាវជ្រាវទៅឃើញ7នឹងដើម្បីយើងយកមកទៅចែកគ្នាខ្ញុំមិនជាស្រ័យដែរបើសិនខ្ញុំនិយាយទៅមានលក្ខណៈថាអត់សូវសមរម្យណាចាពូពាក្យទាំងអស់នេះខ្ញុំទាញចេញពីចាស់បុរាណចាពុកម្ដាយចាស់ហ្នឹងគាត់ក៏និយាយអញ្ចឹងដែរយើងមកទៅចែកគ្នាអំពីចំណុចទាំង7ចាដែលជាអាចកំបាំងរបស់អ្នកមានជាអាចកំបាំងរបស់អ្នកមានសំណាងហ្នឹងទី1គឺតកតងទៅនឹងគាត់ហ្នឹងគឺខ្ជិលអ្នកនរគ្នាចាអញ្ចឹងខ្ជិលដែលលឺយើងតែងតែរករឿងកូនយើងដែលគាត់ខ្ជិលចាគាត់ចូលចិត្តប្រើកម្លាំងណាអ្នកនរគ្នាអញ្ចឹងគាត់ខ្ជិលគាត់ចូលចិត្តគេងច្រើនគាត់ចូលចិត្តអីដែលស្រួលហើយនឹងមានការងារដែលពិបាកគឺគាត់អត់ចង់ធ្វើចាមនុស្សហ្នឹងចាហើយខ្ញុំនិយាយរឿងខ្ជិលហ្នឹងគឺគាត់មកជាមនុស្សដែលអត់ចង់ឲ្យខ្លួនឯងពិបាកចាអត់ចង់ឲ្យខ្លួនឯងពិបាកគឺជាមនុស្សដែលស្រាវជ្រាវរកវិធីយ៉ាងម៉េចដើម្បីឲ្យខ្លួនឯងស្រួលចាអញ្ចឹងការងារអីក៏ដោយនៅពេលដែលគាត់ធ្វើឧទាហរណ៍ថាគាត់ធ្វើស្រែចម្ការដែលប្រើកម្លាំងចាគាត់បោះបង់ការងារនឹងចោលហើយអ្នកនរគ្នាចាបើសិនឪពុកម្ដាយទុកស្រែឲ្យធ្វើច្រើនអញ្ចឹងណាគាត់ថាគាត់ទៅទេហត់ណាអញ្ចឹងគាត់ទៅស្វែងរកនៅមធ្យោបាយថ្មីដើម្បីរកលុយឲ្យបានប៉ាកែជាងហ្នឹងឲ្យអត់ដូរកម្លាំងបាយអញ្ចឹងគឺគាត់មនុស្សហ្នឹងគឺខ្ជិលអ្នកនរគ្នាណាចាអញ្ចឹងគាត់តែងតែខំប្រឹងរៀនសូត្រចាឬមួយក៏គាត់ខំប្រឹងចារកជំនាញចាឬមួយក៏គាត់ស្វែងរកឱកាសហ្នឹងអញ្ចឹងថាគាត់នឹងគឺខ្ជិលនឹងឯងហើយអ្នកដែរអញ្ចឹងគឺអត់សូវប៉ាកែធ្វើការងារផ្ទះជាមួយឪពុកម្ដាយអត់សូវការងារហត់នឿយប្រើកម្លាំងនឹងទេចំណុចទី2ចាអាចកំបាំងទី2ដែលគាត់មានគឺប្រភេទមនុស្សដែលឆោតណាអ្នកនរគ្នាចារបៀបឆោតចាមនុស្សឆោតអ្នកគ្រូនិយាយឲ្យបានចាជាភាសាចាស់បុរាណទេចាអត់មកនិយាយភាសាសម័យឥឡូវណាចាអញ្ចឹងភាសាដែលថាឆោតហ្នឹងគឺមនុស្សដែលចូលចិត្តជឿចាជឿមានជំនឿចាអញ្ចឹងស្អីក៏ជឿដែរបើគេនិយាយថាអូកន្លែងហ្នឹងរកលុយបានណាគាត់ទៅចាឆោតអញ្ចឹងណាចាអញ្ចឹងដល់ពេលចាប់ដែរឯងឆោតណាគេថាមិនក៏ទៅតាមដែរប៉ុន្តែបើនិយាយអំពីលក្ខណៈដែលថាវិជ្ជមានគឺគាត់កំពុងតែស្វែងរកឱកាសឲ្យខ្លួនគាត់ស្រួលឲ្យខ្លួនគាត់មានសំណាងអញ្ចឹងឲ្យតែគេបង្ហាញនៅឱកាសស្អីមួយគឺគាត់ជឿចាគាត់ជឿគេប្រាប់អីទៅជឿចាអញ្ចឹងមនុស្សដែលគេមានទ្រព្យសម្បត្តិនឹងគឺសួរតែសិតតែមានលពោះស្នាមចោលឲ្យចាញ់បោកគេចាឲ្យវាចាញ់បោកគេទៅក៏រស់ស៊ីខាតរស់ស៊ីអីចឹងឱកាសវាមិនមែនចេះតែហុចឲ្យណាចក្រវាលគឺមុននឹងឲ្យគឺធ្វើតេស្តយើងគ្រប់កលៈចាអញ្ចឹងហើយគឺពួកគាត់ឆោតចាជឿអីឆោតចាចាស់ថាឆោតណាគឺបានន័យថាគឺគាត់តែងតែជឿទៅលើអ្វីដែលជាឱកាសចាជឿណាចាឆោតគេថាអូឱកាសធ្វើនេះធ្វើនោះគឺគាត់តែងតែសាកល្បងហើយចង់សាកល្បងចង់អីណានិយាយរឿងឆោតហ្នឹងអញ្ចឹងហើយគាត់តែងតែទទួលបាននៅឱកាសថ្មីដែលរៀនបានអំពីបរាជ័យក៏រៀនបានអំពីការសាកល្បងជីវិតរបស់គាត់ហ្នឹងហើយពេលជួនកាលពេលទៅប៉ះនឹងរឿងមិនល្អច្រើនគឺរមែងអីបានជួបនៅរឿងដែលល្អណាចាអញ្ចឹងគឺឱកាសវាបើកឲ្យតាមនឹងតាមរយៈការឆោតរបស់គាត់ចាហើយនឹងអាចកំបាំងទី3ចាតកតងទៅនឹងការដែលគាត់អត់ចេះចាគឺធ្វើដូចជាល្ងងអញ្ចឹងអ្នកនរគ្នាចាអញ្ចឹងគាត់ដើរតួគាត់ជាទឹកអត់ពេញកែវរហូតចាគឺល្ងងនិយាយឲ្យចំមួយម៉ាត់អធិស្ឋានណានិយាយតាមចាស់អញ្ចឹងគាត់ថាល្ងងចាអញ្ចឹងភាសាសាមញ្ញល្ងងភាសារបស់យើងបច្ចេកទេសថាធ្វើជាទឹកមិនពេញកែវដល់ពេលអញ្ចឹងស្អីក៏គាត់សួរគេដែរចាគាត់ចង់ចេះអីមួយគាត់ទៅសួរគេគាត់ទៅរៀនគាត់ទៅស្រាវជ្រាវចាគាត់ស្វែងរកការរៀនសូត្រទៅអែបមនុស្សចេះចាអញ្ចឹងគឺគាត់ល្ងងឲ្យសួររហូតចាស្អីក៏គាត់សួរដែរដូចយើងថាសិស្សប៉ាកែសួររហូតឆ្ងល់រហូតឲ្យកូនក្មេងមិនថាឆ្ងល់រហូតដែរឪពុកម្ដាយចាត្រៀមឆ្លើយទៅធុញគាត់ចាការពិតគឺគាត់ឆ្លាតមនុស្សដែល
ល្ងងអត់សូវចេះរហូតហ្នឹងគឺគាត់ឆ្លាតក៏ពិតគាត់ចេះប៉ុន្តែដើម្បីឲ្យមនុស្សជុំវិញខ្លួនគាត់អ្នកដែលមានបទពិសោធន៍អ្នកដែលប្រកែជួយគាត់បានគឺគាត់ធ្វើល្ងងចាធ្វើអត់ចេះដើម្បីចាទៅខាងនេះគេប្រាប់គាត់ទៅខាងនោះគេប្រាប់គាត់ចារមែងនឹងមានចំណុចល្អគាត់យកមកដើម្បីធ្វើការចាផ្លាស់ប្ដូរជីវិតរបស់គាត់ធ្វើការចារកវិធីសាស្ត្រនៅក្នុងការប្រមូលចាវិធីទៅរកទ្រព្យសម្បត្តិក៏ដូចជាភាពជោគជ័យចាអ្វីដែលគាត់ចង់បានចំណុចទី4គឺគាត់នឹងជាមនុស្សដែលគេហៅថាសម័យចាសម័យច្រើនចាមានក្តីសម័យច្រើនចាអញ្ចឹងនៅពេលដែលគាត់ជាមនុស្សមួយដែលមានក្តីសម័យច្រើនសម័យចាហើយពេលខ្លះយើងប្រអាប់គាត់អ្នកនរគ្នាមានគេថាឲ្យគាត់ស្អីសម័យមើលចៅចាក់ស្មុកចាចេះសម័យដោយសារតែខ្លួនឯងនៅក្នុងហ្នឹងវាអត់មានឱកាសបានណាអ្នកនរគ្នាចាអញ្ចឹងពេលដែលយើងកំពុងតែទុនខ្សោយហ្នឹងស្អីក៏យើងអត់បានឱកាសទេហើយទៅមើលទៅឃើញគេគាត់មានក្តីសម័យពេលដែលយើងអត់មានលុយយើងមានក្តីសម័យថាយើងចង់មានលុយចាដែលយើងពិបាកចាយើងចង់ស្រួលយើងចង់សនុកចាអញ្ចឹងហើយគឺនោះហើយគឺជាការដែលធ្វើឲ្យចក្រវាលទាញសេណារីយ៉ូឲ្យគាត់តម្រង់ឈ្មោះទៅក្តីសម័យរបស់គាត់ជាបន្ត5គឺអ្នកនឹងជាមនុស្សរីករាយចារីករាយចាគឺគាត់ក្នុងចិត្តគឺអត់មានបញ្ហាចាទោះបីជាបញ្ហានៅក្នុងជីវិតច្រើនប៉ុណ្ណាក៏ដោយជាគ្រួសារដែលពិបាកក៏ដោយក៏មនុស្សនឹងរីករាយដែរអ្នកនរគ្នាចាតាំងពីទូចមកចាគឺគាត់រស់រាយក៏រីករាយជីវិតរបស់គាត់គឺគាត់អត់យកអារម្មណ៍សម្ពាធចាទៅដាក់នៅក្នុងស្ថានភាពដែលគាត់ពិបាកទេចាអញ្ចឹងអ្នកគេអ្នកមានណាកុំគិតថាគេនឹងចាអង្គុយកើតទុកច្រើនគេអត់កើតទុកទេអ្នកនរគ្នាគេអត់កើតទុកទេអ្នកនរគ្នាគឺគេរីករាយច្រើនណានៅក្នុងគ្រួសារគេក្តីចានៅក្នុងចំណោមមិត្តភក្តិគេក្តីគឺជីវិតគេរីករាយអ្នកនរគ្នាចាគេរកវិធីរីករាយគឺគេចូលចិត្តដើរលេងគេចូលចិត្តដូចថាធ្វើអីបែបឲ្យជីវិតគេនឹងរីករាយចាហើយចំណុចទី6គឺគាត់ហ្នឹងចូលចិត្តជួយចាចូលចិត្តជួយគេអញ្ចឹងនៅក្នុងគ្រួសាររបស់ប៉ាអញ្ចឹងចាអញ្ចឹងគាត់នឹកឃើញចានឹកឃើញថាគាត់ចង់ជួយឪពុកម្ដាយគាត់ចាពេលខ្លះឪពុកម្ដាយខឹងកូនខ្ជិលអញ្ចឹងណាជេប៉ុន្តែអ្នកនរគ្នាកូនណាដែលស្អប់ជេច្រើនកូននឹងឯងជាអ្នកជួយគ្រួសារហ្នឹងចាជួយឪពុកម្ដាយហ្នឹងអាកូនដែលសំណប់ចិត្តបេះដូងឪពុកម្ដាយហ្នឹងណាគឺគាត់ច្រើនទៅឆ្ងាយមិនមែនថាគាត់មិនជួយទេតែគាត់ច្រើនទៅឆ្ងាយហើយដល់ពេលបើយើងនិយាយថាប្រពុតវិញគឺថាយើងមានបាបណាចាអញ្ចឹងកូនដែលជេរច្រើនហ្នឹងគឺជាកូនដែលជួយឪពុកម្ដាយជាមនុស្សដែលជួយគេចាដោយបើកឱកាសឲ្យខ្លួនឯងនៅក្នុងការសាងសក្តានុពលខ្លួនឯងព្រោះមនុស្សជួយគេគឺចក្រវាលនៅលើជាអ្នកសងចាជាអ្នកសងណាអញ្ចឹងគាត់មានបេះដូងមួយដែលបរិសុទ្ធតែมันមានអីដែរគុំគួនជាប់យូរវែងចាអញ្ចឹងគឺគាត់អាណិតគេច្រើនគាត់ជួយច្រើនអញ្ចឹងគឺអ្នកមានគេកាន់តែជួយគេកាន់តែមានទ្រព្យអញ្ចឹងណាចាអញ្ចឹងគឺបើអ្នកដែលគាត់រៀងរិះថាមិនសូវធ្វើសទ្ធាជ្រះថ្លាហ្នឹងបានន័យថាទ្រព្យសម្បត្តិរបស់យើងគឺខ្សត់តាមនឹងដែរព្រោះការជួយមនុស្សគឺជាការបើកទ្វារចក្រវាលនៅក្នុងការដែលយើងទទួលបានប្រេកង់លុយទ្រព្យចាក៏ដូចជាការជួយគ្រប់បែបយ៉ាងពីសេណារីយ៉ូរបស់ចក្រវាលចូលមកកាន់ជីវិតដែលធ្វើឲ្យគាត់មានឱកាសនៅក្នុងការសាងទ្រព្យសាងភាពជោគជ័យចាខ្លាយទៅជាអ្នកមាននឹងនៅថ្ងៃអនាគតនឹងចាចំណុចទី7ចុងក្រោយគឺគាត់ដឹងគុណចាអញ្ចឹងអ្នកដែលគេជាអ្នកមាននឹងគឺថ្មីតែបិទថាខ្ជិលនៅក្នុងគ្រួសារអីមែនតែមិនមែនជាមនុស្សដែលចាធ្វើបាបគ្រួសារចាក់ចោលទេចាគឺគាត់តែងតែរកវិធីធ្វើម៉េចឲ្យឪពុកម្ដាយគាត់មានការរស់នៅស្រួលចាហើយពេលដែលបានជោគជ័យអីណាគឺត្រឡប់មកសងគុណឪពុកម្ដាយចាជួយចិញ្ចឹមឪពុកម្ដាយជួយអ្នកជួយគ្រូបាទអាចារ្យសងគុណណាអ្នកនរគ្នាចាដឹងគុណគ្រប់យ៉ាងចាដឹងគុណនេះហើយដែលធ្វើឲ្យចក្រវាលបកុលទ្រព្យសម្បត្តិឲ្យគាត់ច្រើនចាអញ្ចឹងធម្មតាកូនណាដឹងគុណអ្នកណាដែលចេះដឹងគុណនៅគ្រប់អ្វីគឺតែងតែទទួលបានឱកាសដែលគេឲ្យបន្ថែមព្រោះយើងកាលណាដឹងគុណយើងមានអិយាបថល្អច្រើនអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូចាជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបាននូវភាពជោគជ័យទទួលបាននៅលុយកាក់ទ្រព្យសម្បត្តិខ្លាយទៅជាអ្នកមានចាទាំងអស់គ្នាជួបគ្នាប៉ុណ្ណឹងសិនកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន